នេះជាស្រូវ OM 5451ធ្វើនៅចកាបងប្អូននៅចកាដីនេះប្រហែលជា10ដៃជាងដីប្រេះអស់ហើយតែល្អដីប្រេះតែល្អមែនមើលបងប្អូនណាមានដីណាដែលដាំភេទតំណាំអីអត់សូវកើតអាចដាក់ជាស្រូវវិញបានល្អមែនទេនេះតែនេះបើសិនជាវាភ្លេងជប់កាន់តែល្អជាងនេះទៀតដីស្ងួតតែអត់អីទេនៅតែល្អដែរខាងគេពូតទាំងអស់នេះពូតមកតឡូប្រហែលជាមួយជាងអាមក្រនេះមួយជាងអាមបើមានភ្លេងជប់មកដឹងថាគ្រប់ទឹករបស់គេគ្រាន់ដែរបងទៅជាបងប្អូនអានេះចកាគេដីសពឆ្នាំដាំដលងដាំពោតតែឆ្នាំនេះវារៀងខើចនេះឲ្យខ្ជិលដាក់អត់មានថាណូទេអូបងប្អូនណាដីទឹកលេខអីអាចដាំបានអេមែនទេ